បាទសួស្តីបងប្អូនអរគ្នាបាទនេះជាទូ model HT10 បាទ56ពងបាទຂະຫນາດតូចជាងគេអូតូរឡូក្បាលជាអូតូគ្រប់មុខហ្នឹងបាទណាហើយនឹង112ពងបាទរូបរាងខាងមុខស្តៀងគ្នាបាទខុសតែរឿងសម្ភារៈហ្នឹងឯងបាទរូបរាងបែបនេះបាទនេះ56ពងណារូបរាងក្នុងបែបនេះបាទបងប្អូនធ្លាប់ឃើញវីដេអូខ្ញុំមុនដែរហើយបាទអានេះនេះវីដេអូមុនរូបទូមួយនេះឯងបាទខ្ញុំប្រើក្បាលជា HT10 បាទដែលមានបាទអូតូបាទកម្ដៅអូតូសំណើមអូតូរឡូអូតូកញ្ច្រែងអូតូបឺតខ្យល់ក្ដៅចេញបាទគឺគ្រប់មុខតែម្ដងណាក្បាលជាហ្នឹងឃើញទូអញ្ចឹងបាទហើយຂະຫນាតទូបាទ model ហ្នឹងគឺមានពីຂະຫນាតបាទຂະຫນាតមួយគឺ56ពងបាទមួយຂະຫນាតទៀតគឺ112ពងបាទ112ពងមានរាងបែបនេះបាទបងប្អូនអានោះប្រើ100សំទោស56ពងនោះគឺប្រើតែចានទឹកទេបាទសំណើមមិនខ្វះបងប្អូនទូនេះទូ56ពងនេះប្រើចានទឹកក៏ប៉ិតមែនតែធានារឿងមិនខ្វះសំណើមទេបាទនោះចានទឹកមួយសម្រាប់ថ្ងៃទី1ដល់ថ្ងៃទី5បាទថែមមួយទៀតសម្រាប់ថ្ងៃទី6រហូតដល់ញុះអស់បាទណាអានឹងវាភ្ញាស់តែល្អបានលទ្ធផលល្អបំផុតបាទអញ្ចឹងប៉ិតមែនតែប្រើចានទឹកមែនមិនខ្វះសំណើមទេបាទធានាហ្មងបាទនេះទូហ្នឹងខ្ញុំបានសាកលបងឲ្យវាបាទកម្ដៅឡើងក៏សំណើមបានខ្ពស់ដែរព្រោះយើងចង់ដឹងថាតើចានទឹកអាចបង្កើតសំណើមបានដល់កម្រិតណាអញ្ចឹងបាទដូចនេះបងប្អូនសំណើមដល់68%បាទបើកចោលយូរហើយបាទ5ម៉ោងហើយទូនេះបាទអញ្ចឹងដល់ពេលទូຂະຫນាត112ពងគឺបងប្អូនមើលខាងមុខឃើញស្រៀងគ្នាបងប្អូនណាតែដូចជាខុសដុំភ្លើងមួយឬមានហៅបើខ្យល់ចេញទៀតបាទការចោះចន្លោះខ្យល់ចេញចូលក៏ខុសគ្នាដែរបាទអញ្ចឹងមើលខាងក្នុងយ៉ាងម៉េចវិញម៉ែដែរបាទទូ112ពងបាទគឺបែបនេះបាទបងប្អូនអានេះដោយសារយើងអត់មានរឡូថតចេញចូលរៀងពិបាកថែទាំបាទថែមប្រព័ន្ធពងទាបន្តិចប៉ុន្តែទូអូតូរឡូគេអត់មានថែមទេគេខ្ញុំវគ្គមកថា112ពងគេដាក់112ពងដល់ពេលថ្ងៃទី7គេឆ្លោះបាទពងមន់ពងទាដែលមើលទៅថាពងណាអត់មានសរសៃឈាមអត់មានការបង្កកំណត់យើងយកធ្វើម្ហូបឬយកចេញពីទូហើយគេភ្ញាស់តទៀតក៏ថែមពងនេះបច្ចេកទេសភ្ញាស់ត្រឹមត្រូវអញ្ចឹងពេលយើងធ្វើមួយជាន់បែបនេះយើងអត់មានត្រូវការដកបាទយកពងមន់ចេញចូលទេបាទតែបងប្អូនចង់ដកពងមន់ចេញចូលបងប្អូនលើកទាំងកញ្ចែងទាំងអស់នេះបាទបងប្រើដៃ2បាទកាន់ខាងនេះបាទកាន់ខាងនេះបាទឥឡូវខ្ញុំលើកឲ្យមើលជាក់ស្ដែងតែម្ដងបងប្អូនណាបាទអញ្ចឹងបងប្អូនចង់លើកគឺទូនឹងធ្វើមកគឺតម្រូវបងប្អូនលើកគេបងប្អូនលើកបាទអញ្ចឹងបងប្អូនចង់រៀបអីក៏បានដែរបាទនឹងនិយាយទៅវាមិនមានថតចេញចូលមកខាងមុខមិនមានទ្វារប៉ុន្តែក៏មានកន្លែងត្រូវយើងដកចេញចូលបានដែរបាទរលោខាងក្រោមអញ្ចឹងណាខ្ញុំធ្វើចន្លោះលេយ៉ាងណាបងប្អូនអាចដកថែទាំដកមកទាំងស្រុងមកខាងលើបានបាទហើយធ្វើបែបនេះគឺដើម្បីសម្រួលសហុយធ្វើទូមិនឲ្យវាមានតម្លៃខ្ពស់ពេកអញ្ចឹងណាបងប្អូននេះចូលដល់ទូដែលប្រើបាទរលោ2ជាន់យើងត្រូវការសំណើមចំហាយទឹកបាទចំហាយទឹកខ្ញុំក្របហើយយើងដាក់ចន្លោះបែបនេះបាទអានេះខ្ញុំមិនទាន់បានធ្វើកម្រិតមិនទាន់ដែរបាទយើងមានចន្លោះខ្យល់ទៀតដើម្បីឲ្យកង្ហារបក់បំបែកចំហាយទឹកឲ្យពេញទូណាបាទតែអត់ទាន់បានចោះទាន់បញ្ញាធ្វើវីដេអូណាបាទអញ្ចឹងបាទទូ2ជាន់គឺខុសពីបាទ1ជាន់គឺបែបហ្នឹងបាទប្រៀបធៀបចឹងបងប្អូនយល់ហើយវីដេអូនេះពេលខ្ញុំបាទផុសទៅគឺដាក់ទាំងពីរហ្នឹងបងប្អូនបាទចង់បានទូ2ជាន់ឬ1ជាន់បាទតាមហ្នឹងបាទហើយតម្លៃធូរមែនតើបាទតម្លៃធូរមែនតើខ្ញុំផ្សាយក្នុងវីដេអូមុនអញ្ចឹងណាបាទនេះ1ជាន់នេះលើតែទូវីដៃតែបាទ20000នេះតែ5រៀលទេបងប្អូនណាបាទប៉ុន្តែក៏ក្បាលជាបងប្អូនដឹងតម្លៃវា5 10បានក៏ក្បាលជាវិញនេះបាទប្រៀបធៀបទៅនឹងក្បាលជាទូវីដៃតម្លៃក្បាលជាតែ4 5រៀលហ្នឹងបាទនេះបាទតម្លៃក្បាលជា5 10បាទបងប្អូនសាកគិតមើលហេតុអីបានទូនឹងលក់តម្លៃខុស15ដុល្លារតែ20000
បាទគឺដោយសារខ្ញុំ promotion ចូលឆ្នាំថ្មីបាទគឺតម្លៃ promotion ដោយសារខ្ញុំចង់ promotion ផ្សព្វផ្សាយបានជាពិសេសឲ្យទី10នេះបាទអញ្ចឹងបងប្អូនណាវីដេអូនេះគឺតែប៉ុណ្្នឹងទេរបៀបផ្សាយពាណិជ្ជកម្មមិនមែនរបៀបប្រើប្រាស់ទេបាទគឺទូមួយ1ជាន់56ពងអូតូរឡូខ្នាតតូចបំផុតបាទហើយលើសហ្នឹងគឺនេះ2ជាន់112ពងអូតូរឡូអូតូសំណើមអូតូចំហាយទឹកបាទហើយរូបរាងបែបនេះបាទហើយការប្រើប្រាស់អត់មានថតចេញចូលមកមុខអត់មានទ្វារមែនតែយើងអាចលើកទៅច្រែងទាំងមូលថែទាំពងមាន់ពងទាពងសัตว์ដែលយើងយកមកភ្ញាស់បានដូចគ្នាបាទតម្លៃធូរបំផុតបាទតម្លៃធូរបំផុតបាទអញ្ចឹងសូមអរគុណបាទសួស្តីបងប្អូនអរគ្នាបាទនេះទូភ្ញាស់អូតូរឡូខ្នាតតូចបំផុតបាទបើកដំបងលើសំឡេងទៀតបាទសារ៉ែដើម្បីឲ្យបងប្អូនអ្នកប្រើប្រាស់ដឹងថាទូនេះខ្វះកម្ដៅខ្វះសំណើមអញ្ចឹងណាបងប្អូនណាបាទបងប្អូនចង់កុំឲ្យលឺចុចប៊ូតុងព្រួញចុះក្រោមនេះបាទចុចប៉ឹកនឹងលែងលឺសំឡេងសារ៉ែទៀតហ្នឹងហើយបាទបងប្អូននេះខាងក្នុងគឺបែបនេះបាទអញ្ចឹងទូនេះបាទបើនិយាយពីប្រព័ន្ធកម្ដៅវិញដូចបាទទូវីដៃអញ្ចឹងបងប្អូនណាបាទចានទឹកខ្ញុំជូន2អញ្ចឹងទូហ្នឹងដល់ដាក់អញ្ចឹងបានគ្រប់អញ្ចឹងតែម្ដងអញ្ចឹងមានបញ្ហាខ្វះសំណើមទៀតហើយបាទកំតែដល់ពេលក្បាលបញ្ជាអត់ដូចទេណាក្បាលបញ្ជាគឺអូតូគ្រប់មុខគឺក្បាលបញ្ជា HT10 នេះបាទបងប្អូនធ្លាប់ឃើញវីដេអូវាប្រើប្រាស់ហើយបាទវីដេអូនេះអត់ថតទៀតទេបើសិនបងប្អូនទិញទៅខ្ញុំឲ្យវីដេអូរបៀបប្រើប្រាស់ក្បាលបញ្ជានេះដាច់ចលែកបាទផ្ញើជូនតាមឆាតអញ្ចឹងណាបាទបងប្អូននេះទូនេះបែបនេះអូតូរឡូបាទតម្លៃល្អផុតលេខបាទនិយាយទៅខុសទូភ្ញាស់វីដៃតែ20000នេះបាទ20000បាទ20000រៀលទេបាទនិយាយបញ្ជាក់អញ្ចឹងបងប្អូនណាបាទអញ្ចឹងបងប្អូនថាចាប់អារម្មណ៍អាចតាក់ទងមកអ្នកលក់ទៅបាទហើយសួរតម្លៃថែមទៀតបាទហើយជាពិសេសបងប្អូនចង់យកទៅបាទសាកល្បងធ្លាប់តែប្រើទូវីដៃបាទឥឡូវមកប្រើទូអូតូរឡូម្ដងបាទតម្លៃលើគ្នាតែ20000ទេ20000រៀលទេបាទតើសិទ្ធិភាពអត្រាញាស់ខុសគ្នាយ៉ាងណាងាយប្រើយ៉ាងណាបាទគឺសូមតាក់ទងមកអ្នកលក់ចុះបាទនេះចឹងខ្ញុំថតបែបនេះបាទស្អាតបែបនេះណាបាទឲ្យសំណាញ់នោះក្រោមហើយនេះឲ្យចានទឹកចឹងទៀតណាចានទឹកអាចបាទចានទឹកលំនាំហ្នឹងបាទអាចពីរអញ្ចឹងណាបាទអាចចានទឹកផ្សេងខុសគ្នាបន្តិចបាទឲ្យចឹងតែម្ដងកុំឲ្យពិបាកមានបញ្ហាបាទចឹងបាទវីដេអូនេះសូមប៉ុណ្ណេះបាទសូមអរគុណ